រឿងចៅកាប់ត្រឡោកកាលពីព្រេងនាយមានសេដ្ឋីប្តីប្រពន្ធមានកូនក្រមុំមួយនាក់រូបឆោមល្អស្រស់ពួកកំឡោះជាច្រើនស្ម័គ្រចិត្តស្រឡាញ់បានប្រាប់បិតាឲ្យចូលទៅដណ្ដឹងកូនក្រមុំសេដ្ឋីនោះក៏ព្រមឲ្យឥតប្រកែកតែមានធ្វើខុសសន្យាថាបើកំឡោះឈ្មោះណាចង់បានត្រូវសង់ផ្ទះ5ល្វែងតែមួយថ្ងៃឲ្យហើយបើធ្វើមិនហើយសេដ្ឋីនោះនឹងផ្ដាច់មិនឲ្យកូនក្រមុំទេកំឡោះដតីប្រមាណខូចខាតចំនួនជាច្រើនអ្នកដោយធ្វើផ្ទះមួយថ្ងៃមិនហើយសេដ្ឋីក៏ផ្ដាច់ពាក្យមិនឲ្យកូនក្រមុំខណៈនោះមានកំឡោះម្នាក់ជាអ្នកមានគំនិតមានឧបាយកលប្រាជ្ញាឈ្មោះថាចៅកាប់ត្រឡោកជាកូនអ្នកមានក្រនបើបានសុំប្រាក់មាតាបិតាយកទៅទិញឈើលោកធ្វើផ្ទះប្រុងប្រៀបគ្រប់ប្រដាប់ជាស្រេចរួចកោសរូបខាត់ត្រឡោកមួយយ៉ាងស្អាតហើយប្រាប់មាតាឲ្យទៅដណ្ដឹងកូនក្រមុំមហាសេដ្ឋីនោះឯមាតាបិតាក៏ទិញផ្លែឈើមើមឈើបានច្រើនតុកហើយពឹងញាតិសន្តានឲ្យជួយកាន់ចំនួននោះទៅដល់ផ្ទះមហាសេដ្ឋីលើកដៃជម្រាបថាខ្ញុំបាទនាងខ្ញុំសូមដណ្ដឹងកូនក្រមុំលោកសំគុំនឹងកូនប្រសាកំឡោះខ្ញុំបាទនាងខ្ញុំទោះបីខុសត្រូវសូមលោកមហាសេដ្ឋីអភ័យទោសសូមឲ្យបានជាសាច់សន្តានមេត្រីរៀងទៅសេដ្ឋីប្តីប្រពន្ធស្ដាប់ហើយឆ្លើយថាយើងឥតប្រកែកថាអ្វីទេអ្នកតែថាថ្ងៃនេះអ្នកធ្វើផ្ទះ5ល្វែងឲ្យហើយស្រេចទៅបើធ្វើមិនបានយើងនឹងផ្ដាច់មិនឲ្យកូនក្រមុំទេមាតាបិតាចៅកាប់ត្រឡោកឮហើយជម្រាបថាបើកូនខ្ញុំធ្វើផ្ទះថ្ងៃស្អែកនេះមិនហើយស្រេចទេសូមលោកសេដ្ឋីផ្ដាច់កូនក្រមុំលោកចុះចំនួនប្រមាណតុកនេះខ្ញុំបាទនាងខ្ញុំសុខចិត្តជូនលោកទាំងអស់ឥតគិតយកថ្លៃពីលោកឡើយហើយជូនចំនួនទាំងអស់ទៅសេដ្ឋីកំដរលើកទៅទេទុកពេញមួយផ្ទះល្វែងហើយយកសម្បកតុកថាសមកឲ្យវិញមាតាបិតាចៅកាប់ត្រឡោកទទួលតុកថាសគ្រប់ចំនួនហើយក៏សំពះលាមហាសេដ្ឋីនាំគ្នាត្រឡប់មកផ្ទះវិញក្រោយនោះមហាសេដ្ឋីនិងភរិយានាំគ្នាទៅមើលចំនួននៅលើផ្ទះឃើញសុទ្ធតែផ្លែឈើមានតម្លៃប្លែកពីប្រទេសជាបានពីប្រទេសទៀតហើយចំណែកមាតាបិតាចៅកាប់ត្រឡោកទៅដល់ផ្ទះក៏និយាយប្រាប់កូនថាសេដ្ឋីព្រមឲ្យហើយតែគេថាឲ្យកូនធ្វើផ្ទះតែក្នុងថ្ងៃស្អែកនេះឲ្យហើយស្រេចចៅកាប់ត្រឡោកឬមាតាបិតានិយាយប្រាប់ដូច្នេះជម្រាបមាតាបិតាថាលោកម៉ែលោកឪពុកកុំព្រួយបារម្ភមុខជាបានដោយគំនិតដែលកូនគិតទុកពីថ្ងៃមុខហើយចៅកាប់ត្រឡោកក៏ទៅនិយាយពឹងបងប្អូនអ្នកចេះការជាងផ្ទះបានគ្នាច្រើនឲ្យគេជួយសង់ផ្ទះតែក្នុងថ្ងៃស្អែកនេះឲ្យហើយបងប្អូនគេជួយទាំងអស់គ្នាហើយចៅកាប់ត្រឡោកត្រឡប់មកផ្ទះស្លៀកពាក់តែងខ្លួនស្អាតបាតពឹងកំឡោះផងគ្នាឲ្យជូនទៅផ្ទះសេដ្ឋីនោះលុះឡើងទៅដល់លើផ្ទះសេដ្ឋីសួរថាចៅឯងមកមានការអ្វីចៅកាប់ត្រឡោកលុតជង្គង់ប្រណម្យជម្រាបថាម៉ែឪពុកបាទប្រើខ្ញុំបាទជាកូនឲ្យមកសូមក្រាបប្រណិតប្រតិបត្តិលោកឪពុកអ្នកម្ដាយសូមទានប្រាប់ពីទីកន្លែងត្រង់ណាឲ្យទានខ្ញុំបាទនឹងសង់ផ្ទះខ្ញុំបាទនឹងអាលទៅចាត់ការធ្វើក្រែងមិនហើយជូនលោកឪពុកលោកម្ដាយក្នុងវេលាថ្ងៃស្អែកនេះសេដ្ឋីទាំងប្តីប្រពន្ធគុណមើលរូបរឹកពីចៅកាប់ត្រឡោកនឹកសរសើរក្នុងចិត្តថាកូនប្រសាអញគ្រាន់បើដែតតែមុខជាខូចខាតចំនួនដូចអ្នកមុនទៀតហើយសេដ្ឋីប្រាប់ពីទីកន្លែងឲ្យសង់នៅខាងជើងឆ្ងាយពីផ្ទះធំចំនួន5ព្យាមចៅកាប់ត្រឡោកបានឮសេដ្ឋីប្រាប់ហើយក៏ប្រាប់សំពះលានាំគ្នាត្រឡប់ទៅផ្ទះវិញលុះទៅដល់ប្រមូលបងប្អូនជុំយកគ្រឿងផ្ទះដែលធ្ងន់ទុករទេះស្រេចពីយប់របស់ណាល្មមលីសែងក៏ចាត់ចែងគូគងដាក់មុខគ្នាស្រេចលុះព្រឹកឡើងខ្លះដឹកនឹងរទេះខ្លះលីសែងទៅដល់ផ្ទះសេដ្ឋីខ្លះកាប់ដីខ្លះជីករណ្ដៅសសតាមខ្នាតទំហំផ្ទះតាមល្វែងខំធ្វើស្រោះគ្នាមិនឈប់តែពេលបរិភោគបាយរួចនាំគ្នាធ្វើទៀតតតែហើយស្រេចក្នុងវេលាថ្ងៃនោះរួចចៅកាប់ត្រឡោកឡើងទៅលុតជង្គង់សំពះជូនផ្ទះមហាសេដ្ឋីជាមេដាបិតាក្មេកហើយនាំគ្នាត្រឡប់ទៅផ្ទះវិញលុះដល់ថ្ងៃខែបានល្អមាតាបិតាទាំងពីរខាងក៏រៀបមង្គលការកូនរួចស្រេចចៅកាប់ត្រឡោក
លាក់តែត្រឡោកនោះមិនឲ្យនរណាឃើញសោះដល់ពេលយប់រៀបសំដំណេករួចហើយក៏ដេកក្នុងផ្ទះជាមួយគ្នាចៅកាប់ត្រឡោកយកត្រឡោកនោះទៅកាប់គ្របពីលើស្វាសរួចស្លៀកសំពត់ចងក្បិនប្រយ័ត្នមិនឲ្យត្រឡោកធ្លាក់បានហើយដេកឃ្លាតពីភរិយាធ្វើភរិយាសំងំមិនបានប៉ះពាល់ដល់ចុងដៃចុងជើងភរិយានោះឡើយប្រើឧបាយយ៉ាងនេះអត់ធន់បាន3យប់ក្រោយទៀតនាងភរិយានោះរសាប់រសល់ខ្វល់ចិត្តគិតសង្ស័យថាប្តីឯងនេះដេកជាមួយគ្នាយូរយប់ហើយគាត់ធ្វើប្រងើយកន្តើយហាក់ដូចជាគ្មានត្រូវការនឹងអញសោះគាត់ខ្ទើយខ្សែលឹងទីដោះគិតក្នុងចិត្តដូចនេះហើយក៏ចង់ដឹងប្រថុយលោកស្ទីបមើលឲ្យច្បាស់ចៅកាប់ត្រឡោកដេកពុំលក់ទេតែធ្វើជាស្រមុកខលនាងប្រពន្ធនោះលោកដៃស្ទីបត្រង់ស្វាសនោះបំពេញទៅលើត្រឡោកកាប់រលីងណិលដកដៃមកវិញគិតថាប្តីអញនេះនឹងថាខ្ទើយខ្សែលឹងក៏មិនមែនសន្តានហាក់ដូចជាភេទស្រីតែពោះគ្មានប្រឡាយមុខគួរឲ្យឆ្ងល់ណាស់លុះព្រឹកឡើងសឹកប្រាប់ម្ដាយតាមដំណើរដែលលោកស្ទាបប្តីសពគ្រប់ម្ដាយឮហើយដកដង្ហើមធំថាអោកូនអើយអញអើយបានប្តីអ្វីក៏មិនដូចបរិសទាំងពួងហើយនឹកបន្ទោសកូនប្រសានោះថាបើវាគ្មានប្រដាប់ដូចប្រុសទាំងពួងទេហេតុម្ដេចក៏ស្រឡាញ់កូនអញម្ល៉េះគិតហើយក៏ប្រាប់សេដ្ឋីថាជាប្តីតាមដំណើរកូនស្រីប្រាប់សពគ្រប់សេដ្ឋីស្ដាប់ហើយគិតថាបើអញនិយាយខ្លាំងខ្មាស់អ្នកចិត្តខាងហើយនិយាយខ្សឹបខ្សៀវតែពីអ្នកដោយប្រពន្ធថាកូនប្រសាយើងនេះវាគ្រាន់បើដែរណាស់ហើយគេអើយអាណិតវាឲ្យប្រាក់ភាបណ្ណាការនិងថ្លៃផ្ទះ 1,500 ណែនទៅវាហើយប្រាប់វាឲ្យទៅម៉ែវាវិញចុះគិតព្រមគ្នាហើយហៅកូនប្រសាថាយីឯងមកនេះចៅកាប់ត្រឡោកឬសិទ្ធិឪពុកក្មេកហៅខ្លួនហើយក៏ទៅអង្គុយជិតសំពះសិទ្ធិប្រាប់ថាឯងហាក់ដូចជាមិនស្រឡាញ់កូនអញសោះណាស់ហើយចុះ 1,500 ណែនឯងយកទៅផ្ទះឪពុកម្ដាយឯងវិញចុះរួចក៏រៀបរាប់ប្រាប់អប្រគល់ឲ្យគ្រប់ចំនួនចៅកាប់ត្រឡោកទទួលយកប្រាក់ហើយជម្រាបថាលោកឪពុកខ្ញុំបាទសុំហឹបធំមួយដាក់ប្រាក់យកទៅឲ្យដល់ផ្ទះខ្ញុំបាទផងសេដ្ឋីក៏ឲ្យហឹបដាក់ប្រាក់ចាប់បាវប្រាវឲ្យសែងតាមចៅកាប់ត្រឡោកទៅដល់ផ្ទះហើយជូនប្រាក់ 1,500 ណែននៅក្នុងហឹបទៅមេដាបិតាជម្រាបរឿងសពប្រាប់ក៏ត្រឡប់មកផ្ទះសេដ្ឋីវិញលុះដល់ហើយចៅកាប់ត្រឡោកធ្វើរឹកកិរិយាសិញ្ជប់សិញ្ជឹងហាក់ដូចជារលឹកអាល័យសេដ្ឋីនឹងភរិយានោះពួនពេកសេដ្ឋីឃើញហើយសួរថាឯងអញឲ្យប្រាក់ទៅនៅផ្ទះម៉ែឯងវិញហើយហេតុម្ដេចក៏មិនទៅចៅកាប់ត្រឡោកឆ្លើយជំរាបសេដ្ឋីថាខ្ញុំបាទរំលឹកអាល័យលោកម៉ែលោកឪពុកនិងនាងភរិយាខ្លាំងណាស់សូមនៅទទួលទានដំណេកតែមួយយប់នេះទៀតព្រឹកឡើងខ្ញុំបាទសូមប្រណិប័តលាទៅផ្ទះវិញលោកសេដ្ឋីដីប្រពន្ធនិយាយគ្នាថាយើងឲ្យវាដេកមួយយប់ទៀតចុះវាមិនតន់ជាអ្វីទេដូចជាដេកជាមួយនឹងប្រុសផងគ្នាលុះពេលយប់បរិភោគបាយរួចចៅកាប់ត្រឡោកក៏ចូលទៅដេកជាមួយនឹងភរិយាត្រឡោកនៅកាប់ដដែលដល់យប់ចៅនាងភរិយាគិតថាយប់ស្អែកនេះប្តីអញទៅនៅផ្ទះគាត់វិញហើយអញចង់ស្ទាបសង្កេតឲ្យច្បាស់ឯចៅកាប់ត្រឡោកដេកផ្ងាដេកពុំលក់ព្រោះកើតដំរីខ្លាំងដូចជាការនាងភរិយានោះលើកដៃទៅប៉ះត្រឡោកធ្លាក់ឮសូរតែខ្វោះផាំងចៅកាប់ត្រឡោកងាកផាំងចូលទៅរួមសំដំណេកនឹងនាងភរិយានោះដោយកម្លាំងដ៏ខ្លាំងក្លាលុះព្រឹកឡើងនាងនោះនិយាយជម្រាបម្ដាយម៉ែអើយបើប្តីខ្ញុំលាទៅផ្ទះវិញសូមម៉ែអាណិតកូនខាត់កុំឲ្យគាត់ទៅមាតាសង្ស័យណាស់សួរកូននិយាយខ្សឹបជម្រាបមាតាថាម៉ែដីខ្ញុំគាត់មានប្រដាប់ដូចប្រុសទាំងពួងមិនមែនជាខ្ទើយទេម្ដាយដឹងចិត្តកូនក៏ខ្សឹបជម្រាបសេដ្ឋីជាប្តីដោយស្ងាត់ថាកូនយើងទាំងពីរវាត្រូវចិត្តវាហើយសេដ្ឋីនិងភរិយានិយាយប្រាប់រឿងកូនសពគ្រប់ក៏តបថាកាលមុនឯងនិយាយប្រាប់អញក៏ជឿថាពិតមែនអញបានសង្ស័យខ្
ថ្លៃផុសដុការបណ្ណាការនិងថ្លៃផ្ទះ 1,500 ណែនឲ្យទៅវាឥឡូវថាកូនប្រសារយើងមានប្រដាប់ដូចបរិះទាំងពួងណាស់ហើយចុះគេអើយបើត្រូវចិត្តគ្នាហើយប្រាក់ដែលយើងឲ្យកូនប្រសារនោះដូចជាឲ្យទៅកូនយើងទេប្តីប្រពន្ធវាក្រជាមួយគ្នាចុះហើយសេដ្ឋីក៏ស្ងៀមស្ងាត់រាប់អានជាកូនតរៀងទៅលុះទៅដល់ផ្ទះសេដ្ឋីប្តីនិងភរិយាចាស់ជរាទទួលមរណភាពវេលាមួយស្ដេចក្នុងព្រះនគរនោះទ្រង់ព្រះមេត្តាប្រោសតាំងចៅកាប់ប្រឡោកនិងភរិយាឲ្យធ្វើជាសេដ្ឋីតាំងបិតាលុះអស់ជីវិតគេថាប្រឡាចដេចមានបណ្ដូលមនុស្សមួយទាំងមូលឯណាដែលគ្មានប្រាជ្ញានោះ